បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែប3ថ្ងៃនេះខ្ញុំមកបង្ហាញជូនពុកម៉ែបងប្អូនឲ្យបានស្គាល់អំពីកំភ្លឹងបាទនេះកំភ្លឹងដែលដុះនៅក្នុងព្រៃបាទនឹងដើមស្លឹកបែបហ្នឹងអញ្ចឹងកំភ្លឹងដុះក្នុងព្រៃហើយនឹងកំភ្លឹងដាំគឺខុសគ្នាបាទកំភ្លឹងដែលគេដាំតាមផ្ទះមុខផ្ទះអីហ្នឹងបាទហើយចំណែកនេះជាកំភ្លឹងដែលដុះក្នុងព្រៃបាទស្លឹកបែបនេះបាទស្លឹកទន់តូចហើយនេះមើមបាទមើមធំដែរបាទហើយមានខ្លះធំយ៉ាងហ្នឹងនេះដើមនៅទូចអត់ទាន់មានមើមទេមានឫសបែបហ្នឹងបាទនេះក៏ហៅថាជាកំភ្លឹងដែលដុះនៅក្នុងព្រៃបាទហើយកំភ្លឹងនេះពីដើមឡើយចាស់គាត់ចូលចិត្តយកទៅធ្វើជាថ្នាំព្យាបាលជំងឺក្លន់បាទអ្នកដែលចុកក្លន់បាទអាចយកកំភ្លឹងហ្នឹងទៅដាំទឹកហូបព្យាបាលបាទហើយពុកម៉ែបងប្អូនអាចរកបានតាមវាលស្រែឬក៏តាមព្រៃល្បោះបាទតំបន់ភ្នំហើយកន្លងទៅតាមវាលស្រែខ្ញុំធ្លាប់ឃើញតាមភ្លឺស្រែជាពិសេសស្រែថ្មីឧទាហរណ៍ថាគេកាប់ដីព្រៃថ្មីយកធ្វើស្រែអីហ្នឹងមានដែរតាមព្រៃល្បោះហ្នឹងហើយកន្លែងដែលខ្ញុំថតនេះតំបន់ជើងភ្នំតែខែភាសាក៏លិចទឹកដែរបាទអញ្ចឹងអាចមានដុះបាទតាមតំបន់ជើងភ្នំបាទវាទំនាបក្បែរភ្នំហ្នឹងអញ្ចឹងអាចរកបានតែបើសិនជាពុកម៉ែបងប្អូនត្រូវការមិនបានរកដោយខ្លួនឯងអាចទាក់ទងមកខ្ញុំបានតាមរយៈលេខ097 31 13និង046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏អាចទាក់ទងតាម Telegram តាមរយៈលេខ097 31 13និង046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទហើយក៏បញ្ជាក់ជូនពុកម៉ែបងប្អូនថាបើសិនជាពុកម៉ែបងប្អូនមានជំងឺហើយមានចម្ងល់មិនដឹងថាខ្លួនឈឺអីពិបាកក្នុងការព្យាបាលអាចទាក់ទងបានអាចពិគ្រោះបានបាទថាជំងឺនឹងជាជំងឺអីហេតុអ្វីបានជាពិបាកក្នុងការព្យាបាលអាចគ្រោះគ្នាបានហើយបើសិនជាពុកម៉ែបងប្អូនត្រូវការឱសថបុរាណយកទៅព្យាបាលជំងឺខាងខ្ញុំមានសពគ្រប់បែបយ៉ាងទាំងអស់មានទាំងថ្នាំគិតជាគីឡូក៏ដូចជាផ្សំរួចគិតជាកញ្ចប់បាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ